បងអូនអើយនិយាយថានេះត្រីសាបាក់យកតែខនិយាយថារសជាតិនឹកដល់រសជាតិកាយញ៉ាំតែខបឋមហ៎អូជាតិណាស់បងអើយឃើញហើយនឹកដល់រសជាតិនឹងព្រោះបានតែតែខនឹងញ៉ាំពេលព្រឹកសប្បាយចិត្តណាស់ព្រោះអត់មានអីញ៉ាំទេហើយបងណាគាត់ដាំបាយនៅសាលាហ្នឹងគាត់តែងតែធ្វើឲ្យញ៉ាំរៀងរាល់ព្រឹកហើយខ្ញុំឯងតែងតែទៅជួយគាត់ហើយបានញ៉ាំហើយញ៉ាំនឹងវែកហើយនឹងបាយក្តាំងទៀតនិយាយថាឆ្ងាញ់មែនតើហ្មងនឹកដល់រសជាតិហ្នឹងអញ្ចឹងអាហ្នឹងមកខត្រីសាបាក់ហ្នឹងស្តៀងរសជាតិហ្នឹងញ៉ាំទៅនឹកអនុស្សាវរីយ៍នៅក្មេងៗខ្លាំងមែនតើគាត់ជូនអីត្រីសាបាក់ខ្ញុំសល់មកក្បាលពីក្បាលក្នុងទូដែរអញ្ចឹងយកមកដាក់ខតែហ្មងទៅពួកអីក្លិននឹងរសជាតិត្រីសាបាក់ហ្នឹងវាស្តៀងនឹងត្រីខកំប៉ុងដែលយើងតែងតែញ៉ាំពីក្មេងព្រោះកាលហ្នឹងគឺមានអង្គការមួយគាត់បានតែងតែយកត្រីខហ្នឹងមកចែកជូនក្មេងៗសម្រាប់ធ្វើញ៉ាំជាអាហារពេលព្រឹកចឹងណាអញ្ចឹងរសជាតិដល់ពេលដែលខ្ញុំញ៉ាំជាមួយនឹងត្រីខសាបាក់នេះទៅដាក់មួយពីប៉ោះជួយរសជាតិស្តៀងគ្នាតែដោយសារតែយើងអត់មានសណ្តែកសៀងកាលក្មេងៗហ្នឹងយើងមានសណ្តែកសៀងមួយទៀតតែអីទេអញ្ចឹងយើងឆ្នៃដាក់ទឹកពីប៉ោះទៅស្តៀងរសជាតិគ្នាបានដែរហើយចំពោះត្រីសាបាក់ហ្នឹងគឺយើងមានតែត្រីកកស្រាប់ចឹងទេបងអត់មានស្រស់ 100% ទេហើយអញ្ចឹងវាកកអញ្ចឹងយើងងាយស្រួលទេយើងកាត់វាកង់ទៅពោះអាចវាហូតមកឡើងស្រួលតែម្ដងខ្ញុំអត់វះពោះទេដោយសារតែខ្ញុំអត់ចង់ឲ្យវាបែកពោះយើងកាត់វាទាំងកង់ទាំងមូលចឹងទៅចាំលាងសម្អាតវាតាមក្រោយងាយស្រួលដែរហើយគ្រឿងទេសដែលខ្ញុំយកមកខំអាហ្នឹងគឺងាយមែនតើអត់មានអីសាំញ៉ាំទេមានតែខ្ទឹមសខ្ទឹមក្រហមម្ទេសតិចទៅហើយនឹងម្រេចគ្រាប់ហើយស្ករត្នោតខ្មែរយើងហ្នឹងបន្ថែមទឹកស៊ីអ៊ីវខាប់បន្តិចទៅនិងទឹកស៊ីអ៊ីវធម្មតាទឹកប្រេងខ្យងអំបិលប៊ីចេងហើយនឹងម្ទេសក៏បានអត់ក៏បានដែរពូពេញប៉ោះហ្នឹងគឺខ្ញុំមាន 3-4 ផ្លែហើយខ្ញុំចិតវាធំចំនួន4ស្លាយហ្នឹងចំនួន2ផ្លែ3ផ្លែទៅហើយ2-3ផ្លែទៀតខ្ញុំហាន់វាទូចដើម្បីខ្ញុំយកដាក់តាមក្រោយទៅអត់ឲ្យពេញប៉ោះយើងឲ្យលួយពេកទេ2-3នោះគឺខ្ញុំដាក់ទៅមុនដើម្បីឲ្យវាលួយហើយត្រីរបស់ខ្ញុំក៏បានរៀបចំហើយខ្ញុំភ្លេចប្រាប់បងប្អូនថ្ងៃហ្នឹងគឺខ្ញុំមកខជាមួយនឹងទឹកដូងណាអូជាតិណាបងអើយឡើងផ្អែមទឹកគេឡើងខ្ទិះតែម្ដងដូងហ្នឹងខ្ញុំប្រើមួយផ្លែទឹកគេលំពេញទឹកច្រើនណាដូងមួយផ្លែហ្នឹងគ្រប់គ្រាន់ណាស់សម្រាប់ខយើងអញ្ចឹងគ្រឿងផ្សំរបស់ខ្ញុំរួចរាល់ហើយគឺមានប៉ុណ្ណឹងទេផ្លែគឺខ្ញុំបន្ថែមដូងហើយខ្ទឹមសហ្នឹង4-5 កំពឹសហើយនឹងម្រេចគ្រាប់ហ្នឹងហើយនឹងខ្ទឹមក្រហមគឺយើងត្រូវយកទៅបុកសិនយល់ទៅគ្រឿងផ្សំទាំងអស់ហ្នឹងយើងយកទៅបុកឲ្យម៉ត់ណាហើយខ្ញុំបន្ថែមម្ទេស2-3ផ្លែបើបងអត់ដាក់មិនក៏បានដែរបន្ថែមអំបិលនឹងមកចាប់ទៅឲ្យបុកវាឲ្យឆាប់ម៉ត់បើអត់ដាក់អំបិលទេវាបុកក្រំម៉ត់ហើយពណ៌គ្រឿងរបស់យើងក៏វាខ្មៅអញ្ចឹងខ្ញុំមកចោលអត់ខ្មៅដាក់អំបិលទៅអត់ខ្មៅទេគ្រឿងផ្សំរបស់យើងបុកឡើងម៉ត់ល្អប៉ុណ្ណឹងហើយរៀបចំទុកវាដាក់ចានសិនទៅចាំយើងចាប់ផ្ដើមទៅដាក់ខគ្រឿងប៉ុណ្ណឹងហើយឡងឈ្ងុយនៅពេលដែលចាប់ផ្ដើមខគឺខ្ញុំប្រើឆ្នាំងតូចមួយល្មមហើយចាក់ស្ករត្នោតយើងចូលមកពីសាប់ទីបាយហ្នឹងហើយកូររំលីងវាឲ្យឡើងជើងក្រងឲ្យឡើងឈ្ងុយសិនណាបងនេះជើងក្រងប៉ុណ្ណឹងគឺល្អមែនទែនតពីស្ករត្នោតរបស់ខ្ញុំឡើងជើងក្រងល្អហើយខ្ញុំដាក់ទឹកស៊ីអ៊ីវនោះមកស្លាបព្រាបាយទៅទឹកពេញខ្យងក៏មកស្លាបព្រាបាយដែរយើងដឹងហើយថាត្រីសមុទ្រយើងងាយមានរសជាតិប្រៃចឹងគេកុំប្រើប្រៃពេកទេណាហើយទឹកម្ទេសហ្នឹងខ្ញុំប្រើពីស្លាបព្រាបាយជាមួយនឹងទឹកស៊ីអ៊ីវខាប់បន្តិចបានហើយយើងយកពណ៌វាឲ្យពណ៌ស្អាតណាបងហើយប៊ីចេងប្រើមកចុងស្លាបព្រាបាយទៅបានហើយអាចថាមកស្លាបព្រាកាហ្វេណាហើយយើងរំលីងគ្រឿងនឹងទៅអស់សិនខ្ញុំមកដាក់អំបិលថែមទៀតទេដោយសារតែខ្ញុំអំបិលខ្ញុំបុកមួយគ្រឿងហើយយើងចាំភ្លក់រសជាតិចុងក្រោយព្រោះត្រីនឹងរៀងប្រៃស្រាប់អញ្ចឹងយើងអត់សូវប្រើដិតខ្លាំងណាបងហើយគ្រឿងដែលយើងបុកហើយមិញហ្នឹងគឺយើងយកមកដាក់រំលីងវាឲ្យឡើងឈ្ងុយម្ដងទៀតមកគាត់ដាក់មកក្លិនឈ្ងុយមែនតើបងអើយធ្វើតាមរូបមន្តខ្ញុំនេះគឺងាយស្រួលលឿនហើយត្រីមកអត់បាយទៅហើយក៏ហមល្អមែនតើគ្រឿងរបស់យើងប៉ុណ្ណឹងគ្រឿងយើងរំលីងបានឡើងឈ្ងុយល្អហើយថែមប៉េងប៉ោះ2-3ផ្លែមកដាក់វាមុនដើម្បីឲ្យវាលួយហើយវាមានជាតិជូរឆ្ងាញ់ហើយរំលីងវាឲ្យឡើងឈ្ងុយម្ដងទៀតចាំឲ្យវាឡើងទន់ចាំយើងបន្ថែមជាមួយនឹងទឹកដូងបន្តិចដោយសារវាស្ងួតកុំឲ្យវាខ្លោចបានណាបងសម្រាប់ដូងហ្នឹងគឺខ្ញុំអត់ចាក់ម្ដងទាំងអស់ទេខ្ញុំចាក់ម្ដងបន្តិចយើងមើលតាមការចាក់ស្ដែងអញ្ចឹងណាព្រោះទាំងអស់ទៅដឹងទឹកយើងរាវពេកពិបាករំងាស់យូរវិញទេពួកដូងហ្នឹងយើងចាក់ម្ដងបន្តិចអញ្ចឹងទៅព្រោះវារក្សាគ្រឿងផ្សំរបស់យើងនៅរសជាតិដដែលតែកាលណាយើងចាក់ទាំងអស់ឈុលគ្រឿងផ្សំរបស់យើងគឺវាបាត់បង់រសជាតិហើយបន្ទាប់មកយើងចាក់ត្រីយើងចូលមកហើយរំលីងវាឡើងឈ្ងុយម្ដងទៀតតែចំពោះត្រីហ្នឹងគឺយើងអត់មានក្លាប់កាប់ផ្ងាវាក្លុកវាដូចត្រីយើងធម្មតាណាព្រោះឲ្យវាអាចនឹងងាយបែកចឹងយើងជោគវាថ្នមតិចយើងអត់មានប្រៃត្រឡប់អីខ្លាំងណាជិះវាងត្រីយើងបាយព្រោះត្រីហ្នឹងគឺត្រីផុយទេអត់យូរណាខ្ញុំខរយៈពេលតា15ទៅ20នាទីគឺបានញ៉ាំហើយឧស្សាហ៍មើលមែនតើគឺថែមទឹកដូងម្ដងបន្តិចអត់ថែមម្ដងទាំងអស់ទេណាដូចខ្ញុំប្រាប់ចឹង
ហើយចំពោះភ្លើងវិញគឺប្រើហឹមទេយើងអត់ប្រើភ្លើងបខំទេណាតែកាលណាប្រើភ្លើងបខំពេកទឹកវាពុះខ្ជូលមកខ្លាំងអញ្ចឹងសាច់ត្រីយើងងាយបែកលឿនហ្មងអញ្ចឹងគឺប្រើភ្លើងហឹមទេយើងត្រៀបត្រីនឹងឲ្យស្អាតបាតហើយគ្របវាទុកចោល15នាទីទៅ20នាទីវាចាប់ផ្ដើមឡើងខាប់ប៉ែៗណាស់រនោងមែនតែនហ្មងបងអើយក្លិនគេឡើងឈ្ងុយទឹកដូងនេះខ្ញុំប្រើតែមួយផ្លែហ្នឹងខ្ញុំមិនមានប្រើទឹកសាបពីថែមទេហើយខ្ញុំថែមផ្លែប៉េងប៉ោះតាមក្រោយព្រោះអត់ចង់ឲ្យវាលួយខ្លាំងហើយប៉េងប៉ោះយើងដាក់មុនលួយអស់ហើយចង់ឲ្យរសជាតិកាន់តែឆ្ងាញ់នេះបន្ថែមសឹកខ្ទឹម2-3ដើមមកហាន់វាល្អិតទូចៗមកយកមករោយជាមួយនឹងទឹកខយើងតែបើមិនទាន់ចង់ដាក់ចូលក្នុងឆ្នាំងឲ្យហើយក៏មិនតាន់ដែរណាអត់អីទេបើអ្នកខ្លះអត់ចូលចិត្តខ្ទឹមមិនដាក់ក៏បានដែរហើយអាចថាម្ទេសយើងហាន់ចំណិតទូចយកមករោយពីលើមកម្ទេសនឹងលែងហាល់ឡៃបងព្រោះយើងត្រាំទឹកចោលឡើងយូរហើយអញ្ចឹងវាខោរបស់យើងរួចរាល់បាត់ហើយចំណាយពេល20នាទីគឺបានញ៉ាំហើយលឿនមែនតែនខហើយអត់មានបាយសាច់ត្រីសាច់អីណាព្រោះអីយើងអត់មានកូរត្រឡប់ចាប់ឆាដូចយើងខធម្មតាទេគឺយើងដាក់គ្រឿងតែប៉ុណ្ណឹងហើយយើងរមាស់វាចោលឲ្យភ្លើភ្លើងហឹមមែនតែនត្រីខបើឲ្យខ្ញុំជ្រើសរើសត្រីខត្រីសាបាក់នេះនិងត្រីខត្រីធម្មតាដូចត្រីរៀលត្រីអីខ្ញុំចូលចិត្តខត្រីសាបាក់នេះច្រើនជាងពួកអីវាឆ្ងាញ់ទន់វាអត់មានឆ្អឹងណាយើងធ្វើឲ្យអ្នកផ្ទះគ្រួសារយាយតាយើងញ៉ាំគឺគាត់ស្រួលញ៉ាំមែនតែនញ៉ាំជាមួយបបរកាន់តែឆ្ងាញ់ហើយសម្រាប់រសជាតិខមួយមុខនេះដូចខ្ញុំបញ្ជាក់ចឹងបងឲ្យរសជាតិស្តៀងទៅនឹងត្រីខកំប៉ុងដែលយើងធ្លាប់ញ៉ាំណាបន្ទាប់ពីត្រីខបើយើងឆ្អិនហើយក៏ខ្ញុំចាប់ផ្ដើមធ្វើការដួសដាក់ចានដើម្បីរៀបចំនឹងញ៉ាំហើយនៅពេលញ៉ាំចង់ញ៉ាំជាមួយនឹងបាយកកកាន់តែឆ្ងាញ់ដែរបាយកកបាយក្តៅហើយពិសេសគេគឺបបរសបងអើយព្រឹកឡើងបានញ៉ាំបបរសជាមួយនឹងត្រីខហ្នឹងណាធ្វើឲ្យអ្នកផ្ទះយើងញ៉ាំយាយតាយើងញ៉ាំមកដឹងតែគាត់សប្បាយចិត្តមកពួកអីត្រីនឹងអត់ទៅមានឆ្អឹងខ្លាំងទេសាច់គេលំទន់លំផុយលំជាតិតែម្ដងរសជាតិគេជូរប្រៃផ្អែមមកល្មមឆ្ងាញ់អូញ៉ាំមួយម៉ាត់ណាក៏ឆ្ងាញ់ដែរពិសេសគេបានមួយបបរត្រូវគ្នាណាដូចខ្ញុំថាអញ្ចឹងឥឡូវត្រីខរបស់យើងរួចរាល់ហើយបានញ៉ាំជាមួយនឹងបាយកកបាយក្តៅឬបបរអីនិយាយពីថាឆ្ងាញ់ណាស់ហើយពិសេសនឹកដល់រសជាតិដែលយើងញ៉ាំបបរបាយបឋមមិនដែរបងព្រោះខ្ញុំនឹករសជាតិហ្នឹងបើខ្ញុំធ្វើខមួយនេះញ៉ាំទៅកាន់តែនឹករសជាតិហើយរសជាតិគេឆ្ងាញ់ខ្លាំងមែនតែនបានញ៉ាំមួយវែកដូចកាមុនអីទៀតដឹងថាអែមហើយសម្រាប់រូបមន្តរបស់ខ្ញុំគឺមហាងាយអញ្ចឹងគ្រឿងផ្សំក៏ងាយដែរអញ្ចឹងបងអាចសាកល្បងធ្វើទាំងអស់គ្នាបានបើថាចូលជាបានធ្វើហើយកុំភ្លេចថតឲ្យផ្ញើនៅក្នុងវីដេអូរបស់ខ្ញុំខាងក្រោមម្នាក់មួយផងណាគុណចានបងប្អូនទាំងអស់គ្នាបើគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍អាចថាចែករំលែកម្នាក់មួយទៅហើយកុំភ្លេចជួយចុច like ក៏ដូចជា subscribe ទាំង Channel YouTube និង TikTok page ឲ្យខ្ញុំម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីងាយលឿនឆាប់បានញ៉ាំឆ្ងាញ់អស់លុយតិចទាំងអស់គ្នាអរគុណជម្រាបលាបាយបាយ